បាទលោកគ្រូគឺជាអ្នកនិពន្ធអត្ថបទប្រឡំលោកបាទក៏ប៉ុន្តែហេតុអ្វីបានជាលោកគ្រូអាចអភិវឌ្ឍខ្លួនខ្លាយទៅជាអ្នកនិពន្ធអត្ថបទភាពយន្តនៅផលិតកម្មហងនេះបានបាទនេះគឺជាសំណួរបាទរបស់ក្មួយៗបាទដែលចង់ឲ្យលោកគ្រូធ្វើការបកស្រាយដើម្បីក្មួយៗទទួលបាននៅចំណេះដឹងបទពិសោធន៍អភិវឌ្ឍខ្លួនឲ្យខ្លាយទៅជាអ្នកនិពន្ធអត្ថបទភាពយន្តនៅក្នុងថ្ងៃអនាគតបាទបាទតាមការពិតទៅបាទជំនាញដំបូងរបស់លោកគ្រូគឺតកតទៅជាមួយនឹងការសរសេរអត្ថបទប្រឡំលោកទេបាទក៏ប៉ុន្តែបាទដោយសារតែលោកគ្រូបាទមាននិស្ស័យបាទស្រឡាញ់ខាងការតែងនិពន្ធអត្ថបទភាពយន្តផងនោះទើបវាជាហេតុបណ្ដាលឲ្យបាទការបាទតាំងចិត្តបាទការដែលក្តីសម័យរបស់លោកគ្រូបានសម្រេចបាទក៏ប៉ុន្តែសេចក្តីសម័យនេះវាមិនអាចលេចចេញទៅរួចបានទេបាទប្រសិនបើយើងបាទពុំមាននៅបាទចំណេះដឹងមូលដ្ឋានបាទគ្រឹះដ៏សំខាន់ដែលតកតងជាមួយនឹងការសរសេរអត្ថបទប្រឡំលោកបាទក្មួយៗបាទឬក៏បងប្អូនបាទត្រូវចងចាំទុកថាបាទដើម្បីខ្លាចជាអ្នកនិពន្ធអត្ថបទភាពយន្តមួយដែលមានស្នាដៃល្អបាទគឺត្រូវមានបាទមូលដ្ឋានគ្រឹះពីអ្នកប្រឡំលោកចេញទៅបាទកាលណាដែលក្មួយៗឬក៏បងប្អូនមានចំណេះដឹងមូលដ្ឋានគ្រឹះនៅក្នុងការសរសេរប្រឡំលោកហើយនៅពេលដែលទៅសរសេរអត្ថបទភាពយន្តនោះគឺវាមានលក្ខណៈអំណោយផលមិនមែនតែបាទគឺមានភាពងាយស្រួលជាងការដែលយើងចាប់ផ្ដើមទៅនិពន្ធអត្ថបទភាពយន្តផ្ទាល់តែម្ដងបាទនេះគឺជាអ្វីដែលលោកគ្រូឆ្លងកាត់ដោយផ្ទាល់បាទបូករួមជាមួយនឹងការសាកសួរទៅដល់បាទបណ្ដារៀនច្បងផ្សេងៗទៀតបាទក៏លោកយល់ឃើញថាដូច្នេះដែរបាទអញ្ចឹងការដែលលោកគ្រូខ្លាចទៅជាអ្នកនិពន្ធប្រឡំលោកបាទគឺឆ្លងកាត់ការប្រកួតប្រជែងដណ្ដើមពានរង្វាន់ច្រើនលើកច្រើនគ្រាបាទហើយក៏បានបោះពុម្ពស្នាដៃមួយចំនួនបាទហើយលោកគ្រូក៏បានបោះជំហានចូលមួយជំហានទៀតទៅការសរសេរអត្ថបទភាពយន្តនៅផលិតកម្មហងមាសនៅឆ្នាំ2017បាទ2017បាទហើយមូលហេតុដែលលោកគ្រូបានខ្លាចទៅជាអ្នកនិពន្ធអត្ថបទភាពយន្តប្រចាំផលិតកម្មហងមាសបាទដែលចុះកិច្ចសន្យារយៈពេល5ឆ្នាំបាទកាលនោះបាទគឺពុំមែនលោកគ្រូទៅដោយខ្លួនឯងទេបាទហើយក៏ពុំមែនជាការជ្រើសរើសពីផលិតកម្មដែរបាទគឺតាមរយៈការណែនាំបាទតាមរយៈការណែនាំពីលោកដឹកនាំរឿងកៅសីហាបាទដែលជាមិត្តភ័ក្តិរបស់លោកគ្រូបាទដែលកាលនោះផលិតកម្មហងមាសបានរៀបចំគម្រោងនៅក្នុងការថតខ្សែភាពយន្តខ្នាតធំបាទដើម្បីចាក់បញ្ចាំងនៅក្នុងម៉ោងរបស់ទូរទស្សន៍ហងមាសបាទហើយគោលដៅដែលផ្ដោតជាសំខាន់ទៅលើការថតរឿងបាទដែលតម្រូវឲ្យលោកកៅសីហាដែលជាអ្នកដឹកនាំរឿងនោះគឺជាប្រភេទរឿងបែបសម័យអាណានិគមបារាំងបាទដូច្នេះហើយបាទលោកកៅសីហាក៏បានពិគ្រោះជាមួយនឹងខាងផលិតកម្មបាទដើម្បីធ្វើការជ្រើសរើសអ្នកនិពន្ធលោកកៅសីហាក៏បានណែនាំលោកគ្រូឲ្យចូលទៅធ្វើកិច្ចការងារនេះបាទនៅពេលដែលលោកគ្រូចាប់ផ្ដើមបោះជំហានចូលទៅកាន់ផលិតកម្មហងមាសបាទគឺយើងធ្វើការពិភាក្សាគ្នាបាទនៅក្នុងនោះមានវត្តមានរបស់លោកអឹងសំលៀបបាទអាចជាអ្នកគ្រប់គ្រងខាងភាពយន្តផ្ទាល់តែម្ដងហើយនឹងបងអូនស្រីរបស់គាត់បាទម្នាក់ទៀតបាទពួកគាត់ទាំងពីរបាទគឺសិតតែជាបុគ្គលដែលបាទងាយស្រួលនៅក្នុងការទំនាក់ទំនងបាទគាត់មិនរស់រាយរាក់ទាក់មិនប្រកាន់បាទរឹកពីបាទហើយជាមនុស្សដែលមានធម៌អធ្យាស្រ័យល្អបាទមានការយោគយល់អត់អធ្យាស្រ័យបាទហើយមានការគោរពនិងឲ្យតម្លៃបាទចំពោះអ្នកនិពន្ធចំពោះអ្នកដឹកនាំរឿងក៏ដូចជាសិល្បករសិល្បករនីដែលជ្រកនៅក្រោមម្លប់របស់ប៉ុស្តិ៍ហងមាសបាទនេះគឺជាអ្វីដែលជាធៀបពិតជាក់ស្ដែងបាទហើយការនោះលោកគ្រូបានទទួលការសរសេរអត្ថបទរឿងសាក់លបងបាទដោយធ្វើការសង្ខេបរឿងឲ្យខាងផលិតកម្មហងមាសបាទរឿងដំបូងរបស់លោកគ្រូគឺរឿងរាជធានីភូមិគ្រឹះបាទនៅពេលដែលធ្វើការសង្ខេបរឿងរួចហើយបន្ទាប់មកក៏មានការព្រមព្រៀងគ្នាឲ្យលោកគ្រូសរសេររឿងរាជធានីភូមិគ្រឹះនេះសម្រាយបាទតាំងពីភាគទី1រហូតដល់ភាគទី30ជាងបាទប្រហែលជា35ទៅ36ភាគបាទឲ្យយកទៅបញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍កើនឡើងរហូតដល់ភាគជាង60បាទដោយសារតែក្នុងមួយភាគសរសេររបស់អ្នកនិពន្ធយកទៅកាត់ទៅធ្វើជាមួយភាគជាងបាទឬ
ធ្វើឲ្យចំនួនភាគវិការឡើងបាទនៅពេលដែលលោកគ្រូចាប់ផ្ដើមសរសេរភាគទី1បាទភាគទី1នៃរឿងរាជនីភូមិគ្រឹះគឺនេះគឺតាមការលើកឡើងរបស់លោកកែវសីហាទេបាទដែលខ្ញុំមិនបានស្ដាប់ឮដោយផ្ទាល់ទេបាទលោកកែវសីហាថានៅពេលដែលខ្ញុំសរសេរភាគ1ទៅឲ្យខាងផលិតកម្មហងមាសគឺរឿងនេះមិនត្រឹមតែបានឆ្លងកាត់ទៅដល់លោកនាយកគ្រប់គ្រងបាទនឹងនាយនឹងប្អូនស្រីរបស់គាត់នោះទេបាទគឺម្ដាយរបស់គាត់គឺក៏ជាអ្នកអានដែរបាទអានេះគឺជាសម្ដីរបស់លោកសីហាលើកឡើងបាទម្ដាយរបស់គាត់បានអានអត្ថបទរឿងដែលលោកគ្រូផ្ញើទៅភាគទី1បាទអានហើយបន្ទាប់មកគាត់ជក់ចិត្តអារម្មណ៍បាទអញ្ចឹងតម្រូវឲ្យលោកគ្រូត្រូវសរសេរក្នុងមួយថ្ងៃឲ្យបានមួយភាគបាទដូច្នេះវាគឺជារឿងមួយដែលទាមទារឲ្យលោកគ្រូនឹងមានការប្រុងប្រយ័ត្នប្រយែងជាទីបំផុតបាទពីព្រោះការណាដែលយើងសរសេរមួយភាគផ្ញើហើយស្អែកឡើងផ្ញើទៅមួយភាគទៀតដូច្នេះសាច់រឿងគឺត្រូវមានការប្រុងប្រយ័ត្នមែនតែបាទគឺមិនអាចសុំគាត់មកកែវិញបានទេអញ្ចឹងគឺត្រូវចងកាលាសាច់រឿងនឹងឲ្យដើរតាមអ្វីដែលយើងបានគិតទុកភាគទី1បាទដល់ពេលភាគទី2យើងត្រូវតែសម្របសាច់រឿងរបស់យើងនឹងទៅតាមអ្វីដែលសរសេរនៅក្នុងភាគទី1រួចហើយអាចដោះដូរបានតាមចិត្តនោះទេបាទគឺកាលណាដែលយើងអត់ទាន់បានផ្ញើទៅឲ្យខាងផលិតកម្មអញ្ចឹងយើងអាចនឹងសិទ្ធិដោះដូរបានគ្រប់ពេលវេលាទាំងអស់បាទក៏ប៉ុន្តែនៅពេលដែលយើងឲ្យភាគទី1ទៅគាត់ហើយដូច្នេះភាគទី2យើងត្រូវតែសរសេរសម្របទៅតាមភាគទី1បាទភាគទី3ក៏ធ្វើយ៉ាងម៉េចអត់ឲ្យមានសរសេរភាគនេះហើយទៅកែភាគទី1ភាគទី2វិញទេបាទគឺត្រូវប្រឹងរកវិធីសាស្ត្រនៅក្នុងការសរសេរយ៉ាងម៉េចដើម្បីឲ្យភាគបន្តហ្នឹងវាស៊ីគ្នាជាមួយនឹងភាគដែលបានទៅដល់ដៃខាងផលិតកម្មរួចហើយបាទដូច្នេះគឺមានការប្រុងប្រយ័ត្នមែនទែនបាទក្នុងមួយថ្ងៃមួយភាគបាទប្រហែលជា40ទំព័រអាកាត់បាទអញ្ចឹងគឺការនោះគឺត្រូវចំណាយពេលវេលានៅក្នុងការសរសេរបាទរយៈពេលជាង1ខែបាទ30ភាគជាងមួយខែទើបចប់បាទតាំងពីភាគទី1រហូតដល់ភាគទីបញ្ចប់បាទអញ្ចឹងវាអត់អាចឲ្យយើងនឹងងាកមកកែសាច់រឿងដើមរឿងកណ្ដាលរឿងឲ្យបានទេបាទគឺផុតទៅហើយយកបោះទៅហើយយកជាការតែម្ដងបាទអញ្ចឹងបន្ទាប់មកពីបានរឿងនៅក្នុងដៃហើយលោកកែវសីហាក៏បានចាត់ចែងរៀបចំធ្វើកាត់បាទជាខ្សែកង់បាទកាត់ជាកង់ដើម្បីយកទៅថតទៅតាមលំដាប់លំដោយតាមបច្ចេកទេសនៅក្នុងការដឹកនាំថតរបស់ពួកគាត់បាទនៅពេលនោះហើយបានដែលរឿងរាជនីភូមិគ្រឹះត្រូវបានទទួលនៅការគ្រប់គ្រងច្រើនបាទពីសំណាក់ប្រិមិត្តបាទអាចជាអ្នកតាមដានខ្សែភាពយន្តភាគរបស់ផលិតកម្មហងមាសបាទដោយសារតែទទួលបាននៅការគ្រប់គ្រងពីអ្នកទេសនាច្រើនបាទដូច្នេះហើយទើបធ្វើឲ្យលោកគ្រូមានឱកាសបានបញ្ចេញស្នាដៃបន្តទៀតបានខាងផលិតកម្មហងមាសបានលោកអង្គសង្ញាបានបងអូនស្រីរបស់គាត់បានឲ្យលោកគ្រូបានសរសេររឿងជាបន្តទាំងរឿងខ្នាតធំបានទាំងរឿងរបៀបបំខ្នាតខ្លីបាទក្រោយមកទៀតបានគឺនៅពេលដែលហើយតេតទៅជាមួយនឹងការសរសេររឿងនេះដែរបាទគឺនៅពេលដែលលោកគ្រូសរសេរចប់ហើយគឺអត់មានការកែអីទាំងអស់បាទគឺគាត់យកទៅថតតែម្ដងបាទអត់មានដែលម្ដងណាសរសេរហើយគាត់បោះរឿងឲ្យគ្រូយកមកកែវិញអីគឺអត់តទៅសោះបាទគឺងាយស្រួលមែនតើបាទហើយអ្វីដែលជាការដែលភ្ញាក់ផ្អើលទៀតនោះគឺនៅពេលដែលលោកគ្រូសរសេររឿងបាទជួបគាត់បាទតាំងពីបានធ្វើការនៅផលិតកម្មហងមាសជាច្រើនឆ្នាំមកបាទគឺមិនដែលបានជួបមុខគ្នាច្រើនដងទេបាទយ៉ាងច្រើនជួបគ្នាបាន2ទៅ3ដងបាទ2ទៅ3ដងបាទបានប្រស័យតាក់ទងគ្នាតែប៉ុណ្ណឹងបាទបន្ទាប់មកគឺនៅពេលដែលលោកគ្រូសេរឿងចប់គឺបោះឲ្យគាត់តាម Telegram ទៅគាត់យកសាច់រឿងហ្នឹងទៅចាត់ចែងឲ្យគេកាត់តបាទឲ្យអ្នកដឹកនាំរឿងចាត់ចែងដំណើរការថតទៅបាទគឺអត់មានបានទៅជួបពិភាក្សាគ្នាផ្ដោះប្ដូរយោបល់គ្នាកែចំណុចនេះចំណុចនោះគឺអត់ផ្សះទាល់តែម្ដងបាទអញ្ចឹងវាងាយស្រួលសម្រាប់លោកគ្រូដែលមានពេលដែលមិនប៉ះពាល់ដល់ពេលវេលានៅក្នុងការបង្រៀននិស្សិតបាទនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញទេបាទដូច្នេះវាអំណោយផលល្អបាទចិត្តតែរឿងខ្នាតធំបាទនៅពេលបន្តមកទៀតផលិតកម្មរបស់វាបានទម្លាក់រឿងឲ្យលោកគ្រូជាច្រើនរឿងបានជារឿងបែបខ្សែជីវិតបែបខ្លីៗបាទគឺមួយភាគចប់បាទរាប់10ចំណងជើងបាទផ្ញើមកម្ដង20ចំណងជើងអីទៅបាទ20ប្រធានបទបាទមិនមែនគាត់លោកដាក់ជាប្រធានបទខ្លីៗបាទ
គ្រាន់តែជាប្រធានបទឬក៏ជាចំណងជើងខ្លីៗឲ្យលោកគ្រូសរសេរទៅជាសាច់រឿងបានម្ដងដូចជា20រឿងអីបានក៏ប៉ុន្តែបានក្រោយមកទៀតដោយសារតែលោកគ្រូមានភារកិច្ចរវល់ច្រើនបាននៅក្នុងកិច្ចការងារផ្សេងការងារបង្រៀនជាការងារស្នូលផងនោះហើយធ្វើលោកគ្រូអត់មានពេលវេលាគ្រប់គ្រាន់សម្រាប់សរសេររឿងជូនខាងផលិតកម្មហងនេះឲ្យបានទាន់ពេលវេលានោះទេបានគឺត្រូវបានកាត់បន្ថយបានច្រើនមែនទែនបានហើយអ្វីដែលជាមោទនភាពបាទសម្រាប់លោកគ្រូនោះគឺលោកគ្រូទទួលបាននូវការគោរពនិងការឲ្យតម្លៃអំពីម្ចាស់ផលិតកម្មរស្មីហងមាសបាទគាត់សិតតែជាអ្នកដែលមានធម៌អធ្យាស្រ័យល្អបាទមានការយោគយល់អត់អន់អធ្យាស្រ័យបាទមិនចំពោះតែអ្នកនិពន្ធអ្នកដឹកនាំគឺសិល្បករសិល្បករនីទាំងអស់បាទគឺមានសន្តានចិត្តល្អបាទលោកកែសិហាបាននិយាយថាអូនស្រីរបស់លោកអង្គសំលៀបបាទដែលជាអ្នកកាន់ខាងភាពយន្តផងនឹងដែរបាទគឺជាស្ត្រីមួយរូបបាទដែលមានទឹកចិត្តល្អបាទអាចនិយាយបានថាមានទឹកចិត្តល្អដូចជាទេវតាបាទនេះគឺជាអ្វីដែលលោកកៅសិហាបានលើកឡើងការពេលដែលគាត់នៅរស់ឥឡូវគាត់បានចែកឋានផុតទៅហើយបាទដូច្នេះបាទគឺជាជោគជ័យមួយដែលនៅក្នុងវិស័យភាពយន្តបាទដែលលោកគ្រូបានចូលរួមចំណែកនៅក្នុងការតសេអត្ថបទបាទឲ្យលោកកៅសិហាដែលមានទេពកោសល្យនៅក្នុងការដឹកបូករួមជាមួយនឹងក្រុមការងារសិល្បករសិល្បករនីសម្ដែងបានល្អផងនោះធ្វើឲ្យអត្ថបទភាពយន្តរបស់លោកគ្រូទទួលបានជោគជ័យបាទវាមិនមែនជាជោគជ័យរបស់លោកគ្រូតែមួយទេបាទវាជាជោគជ័យរបស់ក្រុមការងារទាំងអស់តតែម្ដងបាទគឺដូចជារឿងរាជនីភូមិគ្រឹះរឿងឋានសួគ៌ទារុណរឿងឫស្សយាបាទនឹងរឿងម្ចាស់កៃដំបាយជាដើមបាទនឹងរឿងអប្សរាមហាអង្គរមួយទៀតបាទដែលពុំទាន់បានធ្វើការចាក់ផ្សាយនោះទេបាទអាចជាស្នាដៃនិពន្ធរបស់លោកគ្រូវ៉ៃសំអាងបាទហើយលោកគ្រូក៏បានចូលរួមចំណែកនៅក្នុងការនិពន្ធរឿងផងដែរបាទហើយលោកអាយដាមវ៉ៃសំអាងក៏ជាអ្នកដឹកនាំរឿងថែមទៀតផងដែរបាទហើយអ្វីដែលជាមោទនភាពបាទសម្រាប់វិស័យភាពយន្តខ្មែររបស់យើងនោះគឺដោយសារតែមានក្រុមការងារល្អបាទមានលោកកៅសិហាដែលមានទេពកោសល្យក្នុងការដឹកបាទក្រុមការងារក្រុមបច្ចេកទេសសិល្បករសិល្បករនីទាំងអស់បានជួយជ្រួងវិស័យភាពយន្តខ្មែររបស់យើងបានទទួលនៅការគាំទ្រច្រើនពីទស្សនិកជនបាទហើយក៏មិនមែនមានន័យថាយើងជោគជ័យលើសគេលើសឯងនេះទេបាទគឺមានផលិតកម្មផ្សេងទៀតបាទហើយមានក្រុមការងារគេផ្សេងទៀតបាទអ្នកនិពន្ធផ្សេងទៀតបាទអ្នកដឹកនាំរឿងផ្សេងទៀតក៏ល្អមួយបែបទៅតាមសមត្ថភាពរៀងខ្លួនបាទហើយមានក្រុមអ្នកគ្រប់គ្រងរៀងខ្លួនបាទគឺមានទេពកោសល្យសិល្បៈនៅក្នុងការនិពន្ធនៅក្នុងការដឹកនាំរឿងនៅក្នុងការសម្ដែងបានល្អមួយបែបម្នាក់ទាំងអស់គ្នាបាទអញ្ចឹងធ្វើឲ្យវិស័យភាពយន្តនៅក្នុងប្រទេសរបស់យើងកាលពីចំនួនប្រហែលជា10ឆ្នាំមុនគឺមានសន្ទុះនៃការគ្រប់គ្រងភាពយន្តខ្មែរយើងច្រើនដែរបាទហើយគួរឲ្យសោកស្ដាយដែលលោកកៅសិហាបានចែកឋានផុតទៅហើយបាទអ្វីដែលខ្ញុំមិនទាន់អស់ចិត្តដែលมันបានសម្រេចនៅបំណងនោះគឺរឿងបែបឆ្លងភពមួយបាទដែលមានចំណងជើងថាល្អអង្ការឆ្លងភពបាទល្អអង្ការឆ្លងភពនោះគឺអត់ទាន់បានធ្វើការចាក់ផ្សាយអត់ទាន់បានមិនមែនអត់ទាន់បានធ្វើការចាក់ផ្សាយទេគឺអត់ទាន់បានថតអត់ទាន់បានអីទាំងអស់បាទដោយសារតែទី1លោកកៅសិហាបានចែកឋានផុតទៅហើយបាទទី2សេដ្ឋកិច្ចមានការធ្លាក់ចុះបាទដោយសារតែមានបញ្ហាសង្គ្រាមបាទជាមួយប្រទេសជិតខាងផងអញ្ចឹងធ្វើឲ្យការថតភាពយន្តសម្រាប់ចាក់បញ្ចាំងតាមទូរទស្សន៍គឺមានភាពរអាក់រអួលបាទដោយសារតែមានបញ្ហារាំងស្ទះបាទនិងកត្តារួមផ្សំជាច្រើនទៀតបាទបាទទោះបីជាយ៉ាងណាក៏ដោយបានក៏លោកគ្រូបានបោះជំហានមួយជំហានទៀតពីអ្នកនិពន្ធអត្ថបទប្រឡំលោកទៅជាអ្នកនិពន្ធអត្ថបទភាពយន្តដែលបានសរសេរនៅអត្ថបទរឿងខ្លីៗជាច្រើនបាទដែលចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ហើយមានបានជាង20រឿងបាទតែកន្លងមកទល់នឹងពេលនេះបានហើយនៅថ្ងៃខាងមុខសង្ឃឹមថានឹងបានទស្សនារឿងអប្សរាមហាអង្គរបាទដែលជាស្នាដៃនិពន្ធរបស់លោកគ្រូវ៉ៃសំអាងបាទហើយជាការរួមចំណែករបស់លោកគ្រូផងដែរបាទសង្ឃឹមថារឿងហ្នឹងនឹងបានបំរើនៅអារម្មណ៍របស់ប្រិយមិត្តបាទដែលជាអ្នកនិយមតាមដានរឿងភាគខ្មែររបស់យើងនៅក្នុងថ្ងៃអនាគតខាងមុខនេះបាទសង្ឃឹមថាយើងនឹងមានអ្វីដែលល្អទៀតបាទជាមួយនឹងផលិតកម្មហងមាសនៅថ្ងៃខាងមុខបាទសម្រាប់ពេលនេះបាទលោកគ្រូចែករំលែកនៅបទពិសោធន៍ទៅដល់ក្មួយបាទដែលចង់ដឹងអំពីដំណើរដើមតងខ្លះដែលលោកគ្រូបោះជំហានចេញអំពី
អ្នកនិពន្ធអត្ថបទប្រឡំលោកទៅជាអ្នកនិពន្ធអត្ថបទភាពយន្តប្រចាំផលិតកម្មហងវាបាន